ថ្មីនេះប្រធានបទរសើបមួយនៅក្នុងបណ្ដាញសង្គមកម្ពុជាគឺតំបន់អភិវឌ្ឍត្រីកោណនៅភូមិភាគឦសាននៃប្រទេសកម្ពុជាដែលនៅក្នុងតំបន់នេះមានខេត្តខ្មែរចំនួន4គឺខេត្តរតនគិរីមណ្ឌលគិរីកញ្ចេះនិងខេត្តស្ទឹងត្រែងបំណងនៃគម្រោងនេះគឺដើម្បីអភិវឌ្ឍលើគ្រប់វិស័យដែលយើងស្គាល់ថាជាតំបន់អភិវឌ្ឍត្រីកោណ CLV DTA មែនតែនទៅគម្រោងរួមគ្នានេះបង្កើតឡើងតាំងពីឆ្នាំ1999មកម្លេះក៏ប៉ុន្តែទើបនឹងផ្ទុះការចាប់អារម្មណ៍ខ្លាំងមួយរយៈចុងក្រោយគឺនៅពេលដែលរាជរដ្ឋាភិបាលកម្ពុជាបើកសម្ពោធដំណើរការគម្រោងប្រែជីក Funan Dejo ថ្មីនេះដោយសារថាប្រជាពលរដ្ឋកម្ពុជាជាទូទៅមិនដែលទុកចិត្តប្រទេសជិតខាងម្ដងណាឡើយព្រោះថាមេរៀនប្រវត្តិសាស្ត្រស្ដីអំពីដែនដីកម្ពុជាក្រោមស្ថិតនៅជាប់ក្រអៅបេះដូងពួកគេនៅឡើយប្រជានារីខ្មែរនៅតែស្ដាយស្រណោះនឹងបន្ទោសដល់ដូនតារបស់ខ្លួនដែលបានធ្វើឲ្យបាត់បង់ជាពិសេសគឺព្រះបាទជ័យជេដ្ឋាទី2នេះតែម្ដងដែលឲ្យដីកម្ពុជាក្រោមទៅបរទេសជិតខាងហាត់តបគេបានដឹកកូនជញ្ជូនចៅមករស់នៅកាន់តែច្រើនឡើងបន្តិចម្ដងកម្ពុជារដ្ឋក៏បានបាត់បង់អំណាចគ្រប់គ្រងទាំងស្រុងទៅលើដែនដីរបស់ខ្លួនមួយនេះទឹកដីកម្ពុជាក្រោមត្រូវបានបារាំងកាត់ទៅឲ្យវៀតណាមនៅក្នុងឆ្នាំ1949នេះគឺជារឿងដែលមិនអាចប្រកែកបានដោយសារតែមានឯកសារច្បាប់ជាសំអាងគឺច្បាប់ដែលសភាបារាំងបានអនុម័តនៅថ្ងៃទី4ខែមិថុនាឆ្នាំ1949ក៏ប៉ុន្តែគេក៏គួរតែទទួលស្គាល់ផងដែរថាច្បាប់ឆ្នាំ1949នោះមិនមែនកាត់ទឹកដីកម្ពុជាក្រោមចេញពីទឹកដីកម្ពុជាប្រគល់ទៅឲ្យវៀតណាមនោះទេពីព្រោះថាទឹកដីកម្ពុជាក្រោមនេះលែងស្ថិតក្រោមការគ្រប់គ្រងរបស់កម្ពុជាតាំងពីរាប់រយឆ្នាំមុនមកម្ល៉េះក្នុងវីដេអូនេះខ្ញុំគ្រោងនឹងមិននិយាយលម្អិតអំពីគម្រោង CLV DTA នេះទេតែខ្ញុំនឹងបញ្យល់ពីរបៀបដែលប្រទេសមួយឈ្លានពានគ្រប់គ្រងទឹកដីរបស់ប្រទេសមួយទៀតនៅក្នុងសម័យទំនើបនេះដោយហេតុថានៅមានមនុស្សមិនតិចទេនៅយល់ថាសម័យនេះហើយសតវត្សទី21ហើយវាមិនអាចទៅរួចទេថារដ្ឋមួយអាចឈ្លានពានលើទឹកដីប្រទេសមួយទៀតបានដោយពួកគេសំអាងថាមានអង្គការសហប្រជាជាតិផែនទីប្រទេសដែលមានអធិបតេយ្យភាពបានតម្កល់ទុកនៅក្នុងអង្គការនេះទៅហើយឬថាប្រទេសនីមួយៗបានគូសវាស់បោះបង្គោលព្រំដែនរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ជាដើមមានបណ្ឌិតខ្លះបានពោលបែបនេះដែរជាក់ស្ដែងខ្លួនខ្ញុំផ្ទាល់បានជួបនឹងការលើកឡើងបែបនេះនៅក្នុងថ្នាក់រៀនតែម្ដងខ្ញុំយល់ថានេះមិនត្រូវបញ្ជ្រាបនៅទស្សនៈបែបនេះដល់យុវជនខ្មែរចំនួនក្រោយតតែសោះការបញ្ជ្រាបបែបនេះនឹងបណ្ដុះគំនិតឲ្យខ្មែរចំនួនក្រោយខ្វះនៅភាពប្រុងប្រយ័ត្នខ្វះគំនិតជាតិនិយមហើយពឹងផ្អែកទៅលើកត្តាខាងក្រៅដើម្បីការពារខ្លួនឯងជាឧទាហរណ៍ជាក់ស្ដែងខ្ញុំនឹងលើកឧទាហរណ៍ពីរបៀបនិងរូបភាពដែលប្រទេសមួយឈ្លានពានរដ្ឋមួយទៀតនៅក្នុងសតវត្សថ្មីនេះទី1គឺការក្រសោបយកគ្រីមេដោយរុស្ស៊ីនៅក្នុងឆ្នាំ2014 Референдум был проведен открыто и честно. И люди в Крыму ясно, убедительно выразили свою волю. Они хотят быть с Россией. О вхождении Республики Крым и города Севастополь в Российскую Федерацию. Не сомневаюсь в вашей поддержке. នៅក្នុងឆ្នាំ2014ព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយដ៏គួរឲ្យចាប់អារម្មណ៍មួយបានកើតឡើងដែលវានាំឲ្យមានការផ្លាស់ប្ដូរនិងកែប្រែព្រំដែនអឺរ៉ុបខាងកើតនិងបានបន្តជះឥទ្ធិពលយូរអង្វែងនៅក្នុងទំនាក់ទំនងអន្តរជាតិការដាក់បញ្ចូលឧបទ្វីបគ្រីមេរបស់អ៊ុយក្រែនឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ីនៅក្នុងឆ្នាំ2014គឺជារបបភូមិសាស្ត្រនយោបាយដ៏សំខាន់មួយចាប់តាំងពីការបិទបញ្ចប់នៃសង្គ្រាមត្រជាក់ក្នុងឆ្នាំ1991ទង្វើរបស់រុស្ស៊ីក្រសោបយកគ្រីមេនេះធ្វើឲ្យពិភពលោកចោទជាសំណួរអំពីអធិបតេយ្យភាពស្របច្បាប់សក្តានុពលអំណាចរបស់មហាអំណាចនៅក្នុងពិភពលោកសម័យទំនើបដើម្បីយល់អំពីវិបត្តិគ្រីមេយើងក៏បីក្រឡេកមើលប្រវត្តិសាស្ត្រតំបន់ដ៏ស្មុគស្មាញមួយនេះបន្តិចសិនគ្រីមេជាឧបទ្វីបយុទ្ធសាស្ត្រដែលមានទីតាំងស្ថិតនៅក្នុងសមុទ្រខ្មៅអតីតកាលក៏ជាផ្លូវបំបីរបស់ចក្រភពធំនៅក្នុងតំបន់ជុំវិញសមុទ្រខ្មៅនេះគ្រីមេធ្លាប់ស្ថិតក្រោមការគ្រប់គ្រងរបស់ចក្រភពអូតូម៉ង់ប្រមាណ300ឆ្នាំពីឆ្នាំ1475ដល់ឆ្នាំ1774គ្រីមេក៏ធ្លាប់ជាដែនដីពាក់កណ្ដាលឯករាជ្យរយៈពេលខ្លីផងដែរបន្ទាប់ពីមានសន្ធិសញ្ញាខឹកខៃណាខាចុះនៅថ្ងៃទី21ខែកក្កដាឆ្នាំ1774បាត់បញ្ចប់សង្គ្រាមរុស្ស៊ីនិងទូគីហើយនៅឆ្នាំ1783ចក្រភពរុស្ស៊ីក៏បានដាក់បញ្ចូលដែនដីនេះឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនមកដល់ឆ្នាំ1944សហភាពសូវៀតក្រោមការដឹកនាំរបស់លោកនីកាតាគ្រូឆេវបានប្រគល់គ្រីមេឲ្យ
ឲ្យទៅអ៊ុយក្រែននេះក៏តែគ្រូឆៃគ្មានបំណងកាត់គ្រីមេទៅឲ្យអ៊ុយក្រែននោះទេត្បិតថាទាំងរុស្ស៊ីនិងអ៊ុយក្រែនសុទ្ធសឹងតែជាផ្នែកមួយរបស់សហភាពសូវៀតនាពេលនោះទោះបីជាយ៉ាងណាក៏ដោយនៅពេលដែលអ៊ុយក្រែនទទួលបានឯករាជ្យបន្ទាប់ពីការរលំរលាយទៅនៃសហភាពសូវៀតគ្រីមេក៏ក្លាយទៅជាផ្នែកមួយរបស់រដ្ឋឯករាជ្យថ្មីថ្មោងមួយនេះអ្វីដែលសំខាន់គឺប្រជាជននៅគ្រីមេភាគច្រើនគឺជាជនជាតិរុស្ស៊ីដែលជំរុញឲ្យមានទំនាក់ទំនងវប្បធម៌និងនយោបាយដ៏រឹងមាំជាមួយនឹងរុស្ស៊ីមកដល់ឆ្នាំ2014ទិដ្ឋភាពនយោបាយនៅក្នុងប្រទេសអ៊ុយក្រែនមានភាពមិនប្រកបវិជ្ជាដោយក្រុមចលនា Euromaidan ដែលចាប់ផ្ទុះឡើងតាំងពីខែវិច្ឆិកាឆ្នាំ2013នៅតែបន្តពង្រីកការតវ៉ាលើហេតុផលថាលោកប្រធានាធិបតី Viktor Yanukovych បដិសេធមិនព្រមចូលរួមជាមួយនឹងសហភាពអឺរ៉ុបបាតកម្មបានឈានដល់កម្រិតកំពូលគឺនៅចន្លោះថ្ងៃទី18ទី20ខែកុម្ភៈឆ្នាំ2014ដែលបណ្ដាលឲ្យបាតកោជាច្រើនអ្នកត្រូវបានស្លាប់ក្រោមការបង្ក្រាបដោយហិង្សាពីសំណាក់កងរក្សាសន្តិសុខអ៊ុយក្រែនមួយថ្ងៃក្រោយមកគឺនៅថ្ងៃទី21ខែកុម្ភៈលោកបានរត់ភៀសខ្លួនចេញពីទីក្រុងគៀវចំពេលដែលអំពើហិង្សាកាន់តែខ្លាំងឡើងនៅក្នុងអំឡុងពេលតវ៉ាចលនា Euromaidan មួយថ្ងៃបន្ទាប់មកទៀតសភាក៏បានបោះឆ្នោតគាំទ្រដកហូតលោក Viktor Yanukovych ចេញពីតំណែងប្រធានាធិបតីដោយបានលើកឡើងថាលោកមិនអាចបំពេញតួនាទីជាប្រធានាធិបតីបានទេបន្ទាប់មករដ្ឋាភិបាលបណ្ដោះអាសន្នមួយក៏ត្រូវបានបង្កើតឡើងពេលវេលាជ្រើសតាំងប្រធានាធិបតីថ្មីក៏ត្រូវបានកំណត់ខណៈពេលដែលអ៊ុយក្រែនកំពុងជួបការបែកបាក់ផ្ទៃក្នុងជាតិក៏ហុចឱកាសមាសដល់រុស្ស៊ីរបស់លោកពូទីនដែលចិញ្ចឹមកូនចិត្តចង់លេបយកគ្រីមេជាយូរយារណាស់មកហើយនោះនៅចុងខែកុម្ភៈឆ្នាំ2014ដដែលកងទ័ពមិនស្គាល់អត្តសញ្ញាណដែលក្រោយមកគេស្គាល់ថាជាកងទ័ពរុស្ស៊ីបានចាប់ផ្ដើមចូលកាន់កាប់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងតំបន់គ្រីមេហើយមកដល់ថ្ងៃទី16ខែមីនាការធ្វើប្រជាមតិមួយបានធ្វើឡើងនៅគ្រីមេដែលមានការបោះឆ្នោតរហូតដល់ទៅ 90% គាំទ្រឲ្យគ្រីមេចូលរួមរស់ជាផ្នែកមួយរបស់រុស្ស៊ីការធ្វើប្រជាមតិនេះត្រូវបានពិភពលោករិះគន់ថាការធ្វើប្រជាមតិដោយខុសច្បាប់គ្មានតម្លាភាពគ្មានយុត្តិធម៌ដោយហេតុថាមានកងទ័ពរុស្ស៊ីនៅពីពេញគ្រីមេនិងអវត្តមាននៃអង្គាតការជាអន្តរជាតិក្រោយថ្ងៃធ្វើប្រជាមតិ2ថ្ងៃគឺនៅថ្ងៃទី18ខែមីនាឆ្នាំ2014រុស្ស៊ីបានដាក់បញ្ចូលគ្រីមេចូលទៅក្នុងសហព័ន្ធរុស្ស៊ីជាផ្លូវការក្រោមការចុះហត្ថលេខារបស់ប្រធានាធិបតីលោកពូទីនទង្វើនេះបានធ្វើឲ្យពិភពលោកខឹងសម្បារជាខ្លាំងមហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចមួយដែលបញ្ជាក់អំពីបូរណភាពទឹកដីរបស់អ៊ុយក្រែននិងទទួលស្គាល់គ្រីមេថាជាផ្នែកមួយរបស់ប្រទេសអ៊ុយក្រែនការលេបយកគ្រីមេនេះគឺជាទង្វើខុសច្បាប់របស់អន្តរជាតិទាំងស្រុងវាបានរំលោភបំពានលើអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់អ៊ុយក្រែនតែនៅក្នុងទស្សនៈរបស់លោកពូទីនយល់ថានេះគឺយុត្តិធម៌មូស្គូបានអះអាងថាការធ្វើប្រជាមតិនេះគឺបានឆ្លុះបញ្ចាំងពីប្រជាជនដែលរស់នៅគ្រីមេនិងថាជាការពិតប្រវត្តិសាស្ត្រដែលបង្ហាញថាគ្រីមេជាផ្នែកមួយរបស់រុស្ស៊ីដោយមិនអាចប្រកែកបានឡើយរហូតមកដល់វេលាដែលអ្នកកំពុងទស្សនាវីដេអូនេះគ្រីមេក៏នៅតែស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ីដដែល10ឆ្នាំ100ឆ្នាំ1000ឆ្នាំទៀតគ្រីមេក៏នៅតែជារបស់រុស្ស៊ីជារៀងរហូតការដែលអ៊ុយក្រែនរបូតគ្រីមេចេញពីការគ្រប់គ្រងរបស់ខ្លួនមិនមែនដោយសារតែរុស្ស៊ីខ្លាំងក្លានោះទេគឺដោយសារតែការបែកបាក់សាមគ្គីផ្ទៃក្នុងជាតិរបស់អ៊ុយក្រែនទៅវិញទេចូលគូបញ្ជាក់ផងដែរថាវិបត្តិនៅគ្រីមេបានបន្តជាឥទ្ធិពលមកលើទំនាក់ទំនងរុស្ស៊ីនិងអឺរ៉ុបនិងនាំមកនៅចលនារុស្ស៊ីនិយមកើតឡើងនៅភាគខាងកើតរបស់អ៊ុយក្រែនរហូតមកដល់សប្តាហ៍ថ្ងៃពួកគេចង់ផ្ដាច់ខ្លួនចេញពីអ៊ុយក្រែនទៅចូលរួមរស់ជាមួយនឹងរុស្ស៊ីសង្គ្រាមរុស្ស៊ីអ៊ុយក្រែនដែលកំពុងបន្តរកសន្តិភាពមិនទាន់ឃើញនេះក៏ដកចេញពីបញ្ហាដែលបានរៀបរាប់ខាងលើនេះដែរឧទាហរណ៍ទី2ដែលខ្ញុំនឹងលើកឡើងបន្ទាប់នេះគឺវិបត្តិនៅទីបេដែលសប្តាហ៍ថ្ងៃនេះទីបេគឺជាដែនដីស្វ័យយ័តរបស់មហាយក្សចិនសម័យទំនើបទីបេត្រូវបានគេស្គាល់ថាជាដំបូលនៃពិភពលោកត្បិតថាទីតាំងទីបេស្ថិតនៅខ្ពស់ជាងគេបំផុតនៅលើពិភពលោកភ្នំអេវ៉ារ៉េសដែលមានកម្ពស់ខ្ពស់ជាងគេលើលោកក៏មួយផ្នែកស្ថិតនៅទីបេដែរដោយម្ខាងទៀតគឺជាប់នឹងប្រទេសនេប៉ាល់បច្ចុប្បន្នជាផ្លូវការទីបេមិនមែនជាប្រទេសឯករាជ្យនោះទេគេស្គាល់ជាផ្លូវការថាជាតំបន់ស្វ័យយ័ត
របស់សាធារណរដ្ឋប្រជាមានិតចិនគឺចិនកុម្មុយនីសបន្ទាប់ពីមានកិច្ចព្រមព្រៀង17ចំណុចមកនៅក្នុងឆ្នាំ1951ទីបេបានបាត់បង់អធិបតេយ្យភាពរបស់ខ្លួនទាំងស្រុងទៅឲ្យប្រទេសចិនទោះបីជាយ៉ាងណាក៏ដោយប្រធានបទស្ដីអំពីតំបន់ស្វយ័តមួយនេះនៅតែជាប្រធានបទក្តៅនៅលើឆាកអន្តរជាតិលោកខាងលិចជារឿយៗស្ដីបន្ទោសចិនថារំលោភបំពានបិទសិទ្ធិសេរីភាពបញ្ហាសិទ្ធិមនុស្សជាដើមនៅក្នុងតំបន់មួយនេះសំណួរសួរថាតើហេតុអ្វីបានជាចិនក្រសប់យកទីបេតើវាប៉ះពាល់អ្វីខ្លះដល់ប្រជាជនទីបេតើវាបានបន្តប៉ះពាល់ទំនាក់ទំនងអន្តរជាតិនិងសិទ្ធិមនុស្សដូចម្ដេចខ្លះក្នុងពេលសប្តាហ៍ថ្ងៃដូចនឹងវិបត្តិនៅគ្រីមេឆ្នាំ2014ដែរដើម្បីយល់អំពីបញ្ហាទីបេយើងក្រឡេកមើលប្រវត្តិសាស្ត្រខ្លីរបស់វាជាមុនសិនទីបេត្រូវបានបង្កើតឡើងនៅក្នុងសតវត្សទី7ដោយស្ដេចមួយអង្គប្រនាមថាសុងសិនកំពូដោយបានបង្រួបបង្រួមគុលសម្ព័ន្ធជាច្រើននៅទីបេនាពេលនោះទីបេជាអាណាចក្រដ៏ខ្លាំងក្លាមួយនិងបានសាយភាលឥទ្ធិពលរបស់ខ្លួនជុំវិញអាស៊ីកណ្ដាលរួមមានឥណ្ឌានិងចិនផងដែររហូតមកដល់សតវត្សទី8អាណាចក្រមួយនេះត្រូវបានដល់ចំណុចកំពូលរបស់ខ្លួនដែលមានវិសាលភាពទឹកដីរបស់ខ្លួនយ៉ាងទូលំទូលាយមកដល់ពាក់កណ្ដាលនៃសតវត្សទី9ដល់សតវត្សទី13ចក្រភពទីបេត្រូវបានបែងចែកចេញជាចំណែកតូចៗនយោបាយទីបេក៏ត្រូវបានបែងចែកដោយសារតែការបែងចែកទឹកដីបែបនេះការគ្រប់គ្រងនិងច្បាប់ទម្លាប់មានភាពស្មុគស្មាញដែលដែនដីនីមួយៗសិតសឹងតែចង់ក្លាយទៅជានគរឯករាជ្យរៀងៗខ្លួននៅដើមសតវត្សទី20ទីបេជាតំបន់ស្វយ័តដ៏ធំមួយក្រោមការដឹកនាំរបស់សម្ដេចសង្ឃដាឡៃឡាម៉ាតំបន់ស្វយ័តមួយនេះបានជួបនឹងបញ្ហាធំមួយនៅពេលដែលពួកកុម្មុយនីសចិនឡើងគ្រប់គ្រងប្រទេសចិននៅក្នុងឆ្នាំ1949ក្រោមការដឹកនាំរបស់លោកអគ្គមគ្គុទ្ទេសក៍ដ៏អស្ចារ្យរបស់ចិនគឺលោកម៉ៅសេតុងបានមើលឃើញថាទីបេគ្រាន់តែជាទឹកដីមួយផ្នែកប៉ុណ្ណោះរបស់ប្រទេសចិនកត្តាជាច្រើនដែលនាំមកឲ្យមហាយៈចិនចង់លេបក្រសប់យកទីបេកត្តាដែលសំខាន់នេះគឺទីតាំងភូមិសាស្ត្រវាមានទីតាំងជាប់នឹងប្រទេសឥណ្ឌាដែលជាសត្រូវយុទ្ធសាស្ត្ររបស់ចិនស្រាប់និងអ្វីដែលមិនអាចប្រកែកបាននោះគឺទីបេសម្បូរទៅដោយធនធានធម្មជាតិក្រសប់យកទីបេបាននឹងធានាភាពធន់តំបន់ព្រំដែនចិនភាគខាងលិចជាពិសេសគឺចិនអាចគ្រប់គ្រងប្រភពទឹកដ៏សំខាន់ដែលហូរចាក់ពីខ្ពង់រាបទីបេចុះទៅទន្លេជាច្រើននៅអាស៊ីសូម្បីតែទន្លេមេគង្គរបស់យើងក៏ប្រភពទឹកដ៏សំខាន់ហូរធ្លាក់ចុះពីទីបេនេះដូចគ្នាតាមទស្សនៈមនោគមវិជ្ជារបស់គណៈបកកុម្មុយនីសចិនទីបេធ្លាប់ជាទឹកដីមួយផ្នែកនៃរាជវង្សឈិងក៏ធ្លាប់ស្ថិតក្រោមអំណាចគ្រប់គ្រងរបស់រាជវង្សមួយនេះដែររហូតមកដល់ឆ្នាំ1950ចិនបានធ្វើយុទ្ធនាការយោធាមួយនៅទីបេដោយបានអះអាងថាខ្លួនព្យាយាមរំដោះប្រជាជនទីបេចេញពីអ្វីដែលចិនហៅថារបបសក្តិភូមិចាស់កម្រិលការឈ្លានពានដោយកម្លាំងយោធាពីសំណាក់ចិននេះបានឈានដល់ការចុះកិច្ចព្រមព្រៀង17ចំណុចដែលជាកិច្ចព្រមព្រៀងទទួលស្គាល់អធិបតេយ្យភាពចិននៅទីបេក៏ជាកិច្ចព្រមព្រៀងដែលកំណត់អំពីជោគវាសនារបស់ទីបេដែរបើថាចិនដាក់ទីបេជាតំបន់ស្វយ័តរបស់ខ្លួនពិតមែនភ្លាមនៅក្នុងកិច្ចព្រមព្រៀងក៏បាននិយាយយ៉ាងច្បាស់ដែរថាទីបេរក្សាស្វ័យភាពក្នុងការគ្រប់គ្រងរដ្ឋាភិបាលដោយខ្លួនឯងមានសិទ្ធិសេរីភាពក្នុងការគោរពប្រណិប័តប្រពៃណីទំនៀមទម្លាប់សាសនារួមទាំងការបន្តតួនាទីសម្ដេចសង្ឃដាឡៃឡាម៉ាជាអាតទោះមានការសន្យាបែបនេះពីសំណាក់រដ្ឋាភិបាលចិនក៏ដោយក៏ប្រជាជនទីបេជាទូទៅមានការបិទសិទ្ធិសេរីភាពពីសំណាក់រដ្ឋាភិបាលចិនជាបន្តបន្ទាប់ក្នុងប្រមាណឆ្នាំក្រោយមកចិនបន្តរឹតបន្តឹងការកាន់កាប់របស់ខ្លួនបន្តទៀតរហូតដល់ការអាក់អន់ចិត្តជាខ្លាំងពីប្រជាជនហើយដល់ឆ្នាំ1959ការបះបោរដ៏ធំមួយបានកើតឡើងនៅឡាសារាជធានីទីបេការបះបោរនេះត្រូវបានបង្ក្រាបយ៉ាងឃោរឃៅពីសំណាក់កងទ័ពចិនកុម្មុយនីសជាលទ្ធផលប្រជាជនទីបេរាប់ពាន់នាក់ត្រូវបានស្លាប់ហើយសម្ដេចសង្ឃដាឡៃឡាម៉ាទី14ក៏រត់ភៀសខ្លួនទៅជ្រកកោននៅក្នុងប្រទេសឥណ្ឌានិងបានបន្តបង្កើតរដ្ឋាភិបាលនិរទេសមួយនៅទីនោះតែម្ដងការក្រសប់យកទីបេពីសំណាក់មហាយៈចិនត្រូវបានចោទសួរជាអន្តរជាតិពីភាពស្របច្បាប់និងគោលការណ៍សីលធម៌ជាទូទៅក្រមច្បាប់អន្តរជាតិជាតិសាសន៍នីមួយៗគោលការណ៍នៃការសម្រេចចិត្តដោយខ្លួនឯងគឺជាសិទ្ធិមូលដ្ឋានរបស់ខ្លួនបើទោះបីមានការចុះកិច្ចព្រមព្រៀង17ចំណុចជាមួយចិនក៏ដោយតែត្រូវទទួលស្គាល់ថាកិច្ចព្រមព្រៀងនេះធ្វើឡើងដោយបង្ខំគឺក្រមសម្ពាធចិនបានប្រើមធ្យោបាយយោធារួចទើបឈានដល់ការចុះកិច្ចព្រមព្រៀងនេះជាក្រោយអ្វី
យដែលសំខាន់ជាងនេះគឺក្រោយពេលបានកាន់កាប់ទីបេហើយចិនមិនបានធ្វើតាមកិច្ចសន្យាដែលខ្លួនបានចុះហត្ថលេខានោះឡើយប្រជាជនទីបេបានប្រឈមនឹងការគៀបសង្កត់យ៉ាងខ្លាំងជាមួយនឹងរបាយការណ៍អំពីការរំលោភបំពានសិទ្ធិមនុស្សការរឹតបន្តឹងលើការអនុវត្តសាសនានិងខិតខំប្រឹងប្រែងដើម្បីបញ្ចូលវប្បធម៌ទីបេទៅក្នុងអត្តសញ្ញាណនៃវប្បធម៌របស់ចិនជាដើមសម្រាប់ប្រជាជនទីបេការក្រសោបយកទឹកដីកំណើតរបស់ពួកគេមកដល់សប្តាហ៍ថ្ងៃវាគឺជាប្រភពនៃភាពឈឺចាប់ដក់ជាប់ក្នុងក្រៅបេះដូងមនុស្សគ្រប់ចំនួននិងតទៅអនាគតកូនចៅរបស់ពួកគេនៅតែបន្តការឈឺចាប់នេះនិងបន្តការតស៊ូទាមទារសិទ្ធិសេរីភាពសម្រាប់កូនចៅចំនួនក្រោយៗរបស់ពួកគេឥតឈប់ឈរសម្ដេចសង្ឃដាឡៃឡាម៉ានៅតែជានិមិត្តរូបជាអត្តសញ្ញាណនៃការតស៊ូរបស់ប្រជាជនទីបេសម្ដេចសង្ឃនៅតែបន្តការតស៊ូមតិសម្រាប់ស្វ័យភាពទីបេតាមរយៈមធ្យោបាយអហិង្សាទោះបីជាស្ថានភាពនៅទីបេកាន់តែអាក្រក់ឡើងពីមួយថ្ងៃទៅមួយថ្ងៃក៏ដោយជាមួយនឹងរបាយការណ៍ដែលកំពុងបន្តថាចិនរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងររួមទាំងការចាប់ខ្លួនដោយបង្ខំការធ្វើទារុណកម្មនិងការរឹតបន្តឹងលើសិទ្ធិសេរីភាពនៃការបញ្ចេញមតិជាដើមសពថ្ងៃនេះទីបេជាផ្នែកមួយរបស់មហាយៈចិនគឺគ្រាន់តែជាដែនដីស្វយ័តមួយប៉ុណ្ណោះដូចគ្រាមេអញ្ចឹងដែរ10ឆ្នាំ100ឆ្នាំទៅដល់1000ឆ្នាំទៀតទីបេនៅតែជារបស់ចិនដូចគ្នាជាធម្មតាទៅហើយនៅពេលដែលរដ្ឋមួយនៅក្បែរខ្លួនមានអំណាចធំជាងទាំងសេដ្ឋកិច្ចយោធាប្រជាជននិងនយោបាយព្រមទាំងមធ្យោបាយផ្សេងៗទៀតបើកាលណាមានចំនួននោះរដ្ឋដែលខ្សោយជាងតែងតែខាត់បងជានិច្ចត្រូវចាំថាអ្នកឈ្នះទើបមានសិទ្ធិចរចាអ្នកឈ្នះជាអ្នកសរសេរប្រវត្តិសាស្ត្រអ្នកឈ្នះជាអ្នកសរសេរកិច្ចព្រមព្រៀងខ្មែរក៏មានឃ្លាមួយលើកឡើងឆ្លុះបញ្ចាំងអំពីស្ថានភាពនេះដែរគឺអ្នកឈ្នះជាស្ដេចរីឯអ្នកចាញ់គឺជាចៅទស្សនវិទូឥណ្ឌាបុរាណគឺលោកចាណាឃីយ៉ាបានលើកឡើងថាប្រទេសជិតខាងភូមិផងរបងជាមួយយើងគឺជាសត្រូវពីធម្មជាតិរបស់យើងនៅមុននៃការផ្ទុះឡើងសង្គ្រាមលោកលើកទី2 Adolf Hitler បានលើកឡើងទីណាមានប្រជាជនអាល្លឺម៉ង់រស់នៅទីនោះគឺជាទឹកដីរបស់អាល្លឺម៉ង់បន្ទាប់មកនៅឆ្នាំ1938 Hitler ក៏បានចូលឈ្លានពានអូទ្រីសនិងឆេកូស្លូវ៉ាគីជាទីដែលប្រជាជនភាគច្រើននិយាយភាសាអាល្លឺម៉ង់មួយឆ្នាំបន្ទាប់ពលគឺនៅឆ្នាំ1939សង្គ្រាមលោកលើកទី2ក៏បានចាប់ទូឡើងអរគុណសម្រាប់ការទស្សនាវីដេអូនេះកុំភ្លេចជួយចែករំលែកបន្តផងមកគិតថានេះគឺជាមេរៀនដ៏មានប្រយោជន៍សម្រាប់ដាស់តឿនស្មារតីដល់គុណខ្មែរជំនាន់ក្រោយដើម្បីមានភាពប្រុងប្រយ័ត្នខ្ពស់និងជាតិនិយមចំពោះជាតិមាតុភូមិរបស់ខ្លួនឯង